Voice Cambodia ឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិនៅក្នុងពេលនេះប្រិយមិត្តទូរទស្សនិកជនអ្នកដែលត្រូវឡើងមកបង្ហាញសមត្ថភាពជាបន្តតម្រូវទៅលើបេក្ខភាពដែលមកពីខេត្តព្រៃវែងសូរិយាជ្រីជ្រីគំភ្នំឮសូរសំឡេងសត្វយំឲ្យខ្ញុំស្រនោះព្រមជាទាំងឡាយស្វិតក្រៀមក្រហាក់ស្ដាយអាឡ័យអាឡោះរូបស្រីមីមុំអូនសោកញញឹមអង្គុយក្រាបផ្ទឹមរៀបការបងស្ទើមរណាអរាពុពេញដោយទុករំដំគុំខូតខ្ញុំមិនឲ្យខ្ញុំយំប្រុសណាមិនយំឲ្យអស់ចិនដាហើយណាពីអូនថារងចាំអូនធ្លាប់ប្រាប់ថាទោះបីយូរឆ្នាំចាំបងរៀមសែនដូចអពីកូនលោដួងចិត្តប្រាថ្នាអូនជាគូក្រវាសនាមិនខ្លាចនៅហត់កំសត់ពុះពីគ្រប់គ្រាតស៊ូស្វែងរកការងារត្រឡប់រកស្នេហាពេលនេះចង់រៀបរាប់ប្រាប់ដល់ពុំមានថាការងារបងបានសម្រេចហើយឆ្លើយប្រាប់មកឆ្លើយមកពិសេសតើហេតុអ្វីក៏ដាច់អាឡ័យម្លេះអូនអើយរៀបការចោលបងដោយគ្មានទុកចំឡើយមិនដេចត្រានត្រៃភ្លេចអស់ទៅហើយពីសន្យាឆ្លើយប្រាប់មកឆ្លើយមកពិសេសតើហេតុអ្វីក៏ដាច់អាឡ័យម្លេះអូនអើយរៀបការចោលបងដោយគ្មានទុកចំឡើយមិនដេចត្រានត្រៃភ្លេចអស់ទៅហើយពីសន្យាប្រុសណាមិនយល់ឆ្លើយប្រាប់មកឆ្លើយមកពិសេសតើហេតុអ្វីក៏ដាច់អាឡ័យម្លេះអូនអើយរៀបការចោលបងដោយគ្មានទុកចំឡើយមិនដេចត្រានត្រៃភ្លេចអស់ទៅហើយពីសន្យាឆ្លើយប្រាប់មកឆ្លើយមកពិសេសតើហេតុអ្វីក៏ដាច់អាឡ័យម្លេះអូនអើយរៀបការចោលបងដោយគ្មានទុកចំឡើយមិនដេចត្រានត្រៃភ្លេចអស់ទៅហើយពីសន្យាប្រុសណាមិនយំសូមអរគុណយ៉ាងម៉េចដែរបងប្អូនអូបាទពីមួយសប្តាហ៍ទៅមួយសប្តាហ៍បេក្ខជនបេក្ខនារីពោពេញទៅដោយភាពជឿជាក់នៅក្នុងខ្លួនឥឡូវនេះបេក្ខជនបាទគុណវត្ថាបានបង្ហាញនូវសមត្ថភាពជូនហើយដែលជាបេក្ខជនមកពីខេត្តព្រៃវែងសូមយោបល់ពីខូចសវណ្ណរាជផ្ដល់យោបល់ជូនបាទសូមអញ្ជើញបាទវត្ថាថ្ងៃនេះច្រៀងបានល្អមែនទែនបាទភាពវិវត្តខ្លួនរបស់បងអូនបានល្អជាងសប្តាហ៍មុនទៅសារដល់កញ្ញាមានកូនក្រុមល្អហើយគាត់បានរើសបទចម្រៀងមួយបទដែលត្រូវជាមួយនឹងសម្លេងរបស់គាត់ហើយមិននឹកស្មានថាបងអូនអាចបកស្រាយបទចម្រៀងមួយបទនេះបានយ៉ាងល្អអញ្ចឹងបងជូនពរដល់បងអូនឲ្យជោគជ័យនៅក្នុងជប់នេះបាទសូមអញ្ជើញខូចបាច់រិទ្ធបាទផ្ដល់យោបល់ជូនបាទសូមអញ្ជើញបាទសម្រាប់ខ្ញុំមានការសរសើរចំពោះវុធាដោយសារគាត់ព្យាយាមបង្កើតនៅអ្វីដែលថ្មីនៅបែបបទសម្លេងថ្មីនៅក្នុងបទចម្រៀងនេះមានន័យថាគាត់កំពុងតែធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ចំពោះការច្រៀងរបស់គាត់នៅក្នុងបទចម្រៀងមួយបទនេះដូច្នេះនេះជាចំណុចមួយដែលគួរឲ្យសរសើរដល់បងអូនហើយបងសង្ឃឹមថាការខំប្រឹងរបស់បងអូននឹងឆ្លងឲ្យផុតពីវគ្គនេះបន្តទៅវគ្គខាងមុខទៀតបានសូមអរគុណបាទយ៉ាងម៉េចដែរខូចកញ្ញាចំពោះបេក្ខជនទី2បាទសូមអញ្ជើញផ្ដល់យោបល់ជូនអរគុណច្រើនអរគុណវុធាថ្ងៃនេះវុធាធ្វើបានល្អចានាងខ្ញុំឃើញពីភាពប្រែប្រួលរបស់វុធាតែងតែវិវត្តខ្លួនឯងរាល់បទចម្រៀងទាំងអស់មិនថាចង្វាក់អីក៏ដោយវុធាអាចបកស្រាយបានគ្រប់បទចម្រៀងទាំងអស់ហើយជាពិសេសគឺបទចម្រៀងបទបាញ់មិញមិនធ្វើឲ្យខ្ញុំខកបំណងទេជូនពរឲ្យបងអូនឆ្លងផុតវគ្គនេះចាបាទអរគុណច្រើនអរគុណជូនពរវុធាដូចគ្នាណាបាទអរគុណច្រើនបាទសូមអញ្ជើញបាទសូមសម្លេងអបអរសាទរមួយបាទប្រិយមិត្តទូរទស្សនិកជនសូមជម្រាបជូនថាបើសិនជាពេញចិត្តបេក្ខជនគុណវុធាសូមបោះឆ្នោតគាំទ្រដល់គាត់